ឲ្យយើងជួបគ្នាពេលវេលាបណ្ដាលឲ្យយើងស្រឡាញ់គ្នាដោយใจដន់ឬនិស័យដោយនិស័យឬកម្មពៀព្រះសូរិយាលើមេឃាប្រាប់ខ្ញុំផងស្រឡាញ់អូនទាំងបងមិនមានបងនងស្នេហានេះគឺអូនបងរៀនរស់បងអូនចងចាំពេលវេលាដូចជាគ្រាស្របងប្រងអូននឹងបងបានចងក្រងព្រៃស្នេហាពិនរឿងក្រុមយ៉ាងគឺជាវាសនាមិនស្ដាយក្រោយនឹងសាស្នេហាកាន់ដៃគ្នាឆ្លងវដ្តសង្សារស្នេហាពិតពីមនុស្សម្នាក់បណ្ដោយវេលាបងខ្លាចជាមនុស្សម្នាក់ចេះកិនស្នេហាពិនស្គាល់ជីវិតពេលស្គាល់រូបអូនអរគុណបងដែលព្រមស្រឡាញ់អូនព្រោះរូបអូនបងលែងមើលងាយក្តីស្នេហ៍ស្នេហ៍ពួកយើងជាស្នេហ៍ពិនព្រមលីខិនមិនអានន្ទទេពេលវេលានៅក្បែរគ្នាមានកំណត់បណ្ដាលឲ្យយើងបានជួបគ្នាពេលវេលាបណ្ដាលឲ្យយើងស្រឡាញ់គ្នាដោយใจដន់ឬនិស័យដោយនិស័យឬកម្មពៀព្រះសូរិយាលើមេឃាប្រាប់ខ្ញុំផងរឿងគ្រប់យ៉ាងគឺជាវាសនាមិនស្ដាយក្រោយនឹងសិលស្នេហាកាន់ដៃគ្នាឆ្លងវដ្តសង្សារស្នេហាពិតព្រីមនុស្សម្នាក់ដែលអស់សង្ឃឹមខំញញឹមរកនៃជីវិតស្នេហាពិតរំភើបចេញពេលស្គាល់រូបបងពេលវេលាបណ្ដាលឲ្យយើងជួបគ្នាពេលវេលាបណ្ដាលឲ្យយើងស្រឡាញ់គ្នាដោយใจដន់ឬនិស័យដោយនិស័យឬកម្មពៀព្រះសូរិយាលើមេឃាប្រាប់ខ្ញុំផងរឿងគ្រប់យ៉ាងគឺជាវាសនាមិនស្ដាយក្រោយនឹងសាងស្នេហាកាន់ដៃគ្នាឆ្លងវដ្តសង្សារស្នេហាពិតពីមនុស្សម្នាក់ដែលអស់សង្ឃឹមខំញញឹមរកនៃជីវិតស្នេហាពិតរំភើបចេញពេលស្គាល់រូបបងអរគុណអូនដែលព្រមស្រឡាញ់រូបបងអរគុណបងធ្វើឲ្យអូនស្គាល់ក្តីស្នេហ៍ស្នេហ៍ពួកយើងជាស្នេហ៍ពិតព្រមលីកិនមិនអានន្ទទេពេលវេលានៅក្បែរគ្នាគឺមានកំណត់សូមចម្រើនជោគជ័យសេរីសួស្តីសុភមង្គលកើតមានដល់គូស្វាមីភរិយាថ្មីជានិច្ចជានិរន្តរ៍លើពណ៌លើភ្នែកលើទ្រូងស្នេហ៍អូនដឹងទេនេះជាឋានសួគ៌ធ្វើចាប់ភ្លើងមិនខ្លាចភ្លើងស្នេហ៍មិនក្តៅទេអូនត្រជាក់ណាស់ស្ងួនរលឹងបងនឹកស្មានតែឋានសួគ៌នៅ
ឆ្ងាយឯណានៅចិត្តបងកាមួយជីវិតស្គាល់ឋានសួគ៌ហើយនៅរងនៃចិត្តខ្មត់អើកុំឲ្យខ្ញុំជួបអូនថែពន្លឺស្នេហាចិត្តនឹងចិត្តជឿគ្នាកុំខ្មត់គ្នាងាយខ្លាចគេនិយាយសើចទីព្រីលក់លើយដៀលស្នេហាយើងគេងកាយទ្រូងបងមកប្រហឹងមួយយប់នឹងយើងនៅទាល់ភ្លឺអត់ងងុយបើស្អែកឡើងឈឺបងជាអ្នកថែជុំធ្នមអូនទាល់ដៃពន្លឺស្នេហាចិត្តនឹងចិត្តជឿគ្នាកុំក្បត់គ្នាងាយខ្លាចគេនិយាយសើចទីជ្រាយលក់លើយលាស្នេហាយើងគេកាយទ្រូងបងមកប្រលឹងមួយយប់នឹងយើងនៅទាល់ភ្លឺអត់ងងុយបើស្អែកឡើងឈឺបងជាអ្នកថែជុំធ្នមអូនទាល់ដៃ
អូចៅអើយព្រាមណាយយ៉ាងអើយដើរតាំងអូចៅអើយព្រាមណាយយ៉ាងអើយដើរតាំងប្រិយមិត្តលោកស្រីនាងកញ្ញាជាទីមេត្រីជនជាតិខ្មែរយើងមានទំនៀមទម្លាប់ប្រពៃណីល្អៗជាច្រើននៅក្នុងកម្រងភាពយន្តអនុស្សាវរីយ៍នេះយើងខ្ញុំសូមរាយរាប់ជូនអស់លោកអ្នកនៅអត្ថន័យក៏ដូចជាប្រវត្តិខ្លះៗជាប់ទាក់ទងដល់ទំនៀមទម្លាប់អាពាហ៍ពិពាហ៍ខ្មែរដូចតទៅតាមប្រពៃណីនៅមជ្ឈិមប្រទេសគឺប្រទេសឥណ្ឌានាសម័យបុរាណពិធីមង្គលការកូនមាន2យ៉ាងមួយយ៉ាងគឺនាំកូនស្រីទៅរៀបការនៅផ្ទះខាងប្រុសគេឲ្យឈ្មោះថាអវាហមង្គលហើយមួយយ៉ាងទៀតគឺនាំកូនកំឡោះទៅរៀបការនៅផ្ទះខាងស្រីគេឲ្យឈ្មោះថាវិវាហមង្គលចំណែកឯប្រពៃណីខ្មែរយើងគឺនាំកូនកំឡោះទៅរៀបការនៅផ្ទះខាងស្រីតែម្យ៉ាងប៉ុណ្ណោះដែលជាទំនៀមទម្លាប់តាំងពីបុរាណព្រេងនាយមកម្លេះលោកបានកំណត់ឲ្យឈ្មោះថាជាពិធីអាពាហ៍ពិពាហ៍មង្គលដោយប្រគល់ពាក្យថាអវាហៈនិងវិវាហៈទាំងពីរយ៉ាងនោះមកបូកបញ្ចូលគ្នាតែម្ដងប៉ុន្តែតាមពេលវេលានិងសម័យកាលផងសពថ្ងៃនេះមង្គលការរបស់ខ្មែរយើងច្រើនតែធ្វើទាំងសងខាងគឺរៀបការនៅខាងស្រីហើយក៏ដង្ហែទៅធ្វើការនៅខាងប្រុសទៀតផងក្រុមមុខព្រៀបមើលចំបំរងអើយពាក្យថាស្នេហាមានន័យថាសេចក្តីស្រឡាញ់ស្នេហាធម្មជាតិបានបង្កើតវាមកជាមួយមនុស្សនៅក្នុងโลกយើងនេះនៅលើផែនដីនេះបើគ្មានស្នេហាទេម្លេះសំសាសនាប្រវត្តិសាស្ត្រចម្រៀងសិល្បៈប្រឡំលោកក៏ដូចជាគ្មានន័យគ្មានប្រយោជន៍អ្វីទាំងអស់ដែរថ្ងៃនេះដោយទទួលបានការបឋមគាំទ្រពីសំណាក់មេដាបេដាទាំងសងខាងកូនកំឡោះនៃយើងបានរៀបចំគ្រឿងបណ្ណាការគ្រប់សពបែបយ៉ាងមានផ្លែឈើនំលេងសម្ពុតសៅអាស្បៃនិងគ្រឿងអលង្ការជាដើមដើម្បីដង្ហែចូលទៅកាន់ផ្ទះខាងស្រីអញ្ចឹងថានៅក្នុងឱកាសពេលនេះសូមលោកមហាហើយកូនកំឡោះអក្រសាំងទាបាយវេលាបានហើយហើយកូនកំឡោះយេតាញាតិមិត្តបងប្អូនស្រីប្រុសជួបជុំកុញកោះហើយចូលរោងសួស្តីលោកស្រីអ្នកនាងកញ្ញាជាទីគោរពរាប់អានពេលយើងនិយាយដល់ទំនៀមទម្លាប់ប្រពៃណីគឺកម្រមានអ្នកណាហ៊ានអះអាងបាននោះថាទំនៀមទម្លាប់នោះមានមកពីពេលណាហេតុអ្វីត្រូវធ្វើយ៉ាងហ្នឹងអ្នកណាជាអ្នកផ្ដួចផ្ដើមបង្កើតឡើងអាកំបាំងទាំងអស់នោះពិបាកមានអ្នកណាដោះស្រាយឲ្យបានច្បាស់លាស់ណាស់យើងគ្រាន់តែដឹងថាពេលយើងធំនឹងក្តីកាលណាគឺឃើញឪពុកអ្នកម្ដាយជីដូនជីតាយើងក៏ធ្លាប់ធ្វើជាហោហែដូច្នោះទៅហើយ
ដូច្នេះហើយយើងក៏នាំគ្នាធ្វើតជាប់ពីចំណន់មួយទៅចំណន់មួយដោយដូនតារបស់យើងដែរយើងនាំគ្នាស្វែងយល់ខ្លះអំពីអត្ថន័យពិធីកិច្ចមួយចំនួនក្នុងមង្គលការរបស់ខ្មែរយើងតាមប្រពៃណីដែលជាប់ជាហូរហែមកតាមធម្មតាមិនពេលដំណើរការនៅពិធីស្ដីដណ្ដឹងរឿងសំខាន់ដែលគ្រួសារទាំងសងខាងមិនដែលចោលរំលងគឺមើលខែឆ្នាំកូនក្រមុំកូនកំឡោះតែសមល្អនឹងគ្នាដែរឬទេប្រសិនជាមើលឃើញថាសមប្រកបល្មមនឹងជាគូនឹងគ្នាបានហើយមេបាទាំងសងខាងនឹងរកលោកពាលាជួយមើលខែឆ្នាំដើម្បីធ្វើពិធីស្ដីដណ្ដឹងនិងរៀបមង្គលការទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍របស់ខ្មែរយើងសម្លឹងជារួមគឺមានតាំងពីយូរលង់ណាស់មកហើយត្រូវបានផ្សាយពីចំណន់មួយទៅចំណន់មួយប៉ុន្តែតាមការស្រាវជ្រាវឲ្យបានដឹងថាប្រពៃណីរៀបអាពាហ៍ពិពាហ៍របស់ខ្មែរយើងមានមកពីប្រភពរឿង3នោះគឺ 1. ប្រភពពីរឿងព្រះថោងនាងនាគ 2. ប្រភពពីរឿងព្រះរាមនិងនាងសីតា 3. ប្រភពពីរឿងព្រះវេស្សន្តររៀបការចៅក្រស្នានិងនាងជាលីទោះជាយោងតាមប្រភពរឿងណាក៏យើងអាចសន្និដ្ឋានបានថាពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្មែរយើងគឺជាសោភ័ណភាពវប្បធម៌ជាប្រពៃណីដ៏ល្អប្រសើរជាការនាំមកនូវកិត្តិយសដ៏ថ្លៃថ្លារបស់ក្រុមគ្រួសារនិងសង្គមទាំងមូលជាដំណើរខាងក្រុមគ្រួសាររបស់លោកមេញ៉ែនឹងមានយ៉ាងនៅខាងខេត្តពលីវិញនេះព្រោះថាគាត់នឹងបានមកស្ដីដណ្ដឹងមួយលើកពីរលើកជាកម្រិត3លើកនេះព្រោះថាលោកជីលោកតាវិបាកខាងស្រីលោកតាជាប្រធានជាធិបតីគាត់មានយោបល់ថានាងខ្ញុំជាស្រីសម្ដីខ្សោយណាមួយជាបំពេញគេមិនអាចនឹងប្រកបវិជ្ជាលោកវិបាកបានម្ល៉េះហើយឲ្យអ្នកសម័យដើមការមែនលោកមេយើងនឹងមានយ៉ាងតែគាត់នៅខេត្តពលីឯនេះគាត់ជាអ្នកដើមវិការពិតបានពឹងគោរពខ្ញុំបាទឯនេះធ្វើជាអ្នកlâuចាំមហាហើយចឹងសូមឲ្យអស់លោកអ្នកជីតាមវិបាកខាងស្រីជួយពេញពលល្មិលមើលតើខ្ញុំបាទឯនេះអាចធ្វើជាមហាធ្វើការជ័យសួរគុណផងបាទសូមលោកតាជួយមានភាសាបន្តបាទសាធុក៏ពេញណាស់ដែលលោកមេដែលជាតំណាងនៃអធិបតីនៃជីមង្គលបានគោរពបញ្ចូលចូលមកក្នុងការគេអាឋានយើងខ្ញុំបាទមកអំពីគេលើកមុនខែមុនក៏បានចូលមកលេខសំខាន់នេះបានស្រាវជ្រាវឲ្យចូលមកគឺថាអំពីឡើងជាចៅមហាបើអញ្ចឹងខ្ញុំបាទសូមទទួលស្គាល់អ្នកទាំងពីរពេញរូបពេញរាងជាលក្ខណៈបរិបូរសមរម្យដើម្បីធ្វើកិច្ចការជាជួននេះជូនទៅលើលោកវិបាខាងកូនស្រីដែរបើអញ្ចឹងសូមលោកតាដែលជាតំណាងនៃខាងក្រុមគ្រួសារខាងកូនប្រុសធ្វើទៅតាមរបៀបហោហាចោះបាទជួយចាក់ស្រែបាទជាមហាទេពមហាមន្ត្រីអញ្ចឹងមហាខ្ញុំបាទសូមចាក់ស្រាបទីពេលនំកលលើជើងពៀនមួយគូមនុស្ស3ម៉ាត់លើតែប្រតិបត្តិសូមគោរពលោកវិបាមហាខ្ញុំបាទមកនេះសូមវិញរបស់កន្លងចំរះសុំផ្លោលោកដើរសុំចំដើលោកឡើងសុំត្រាកតេប្រមូលលោកជ្រកតេះលោកសំណាក់ដើម្បីនឹងដាក់ផលភាវតាការព្រោះថាក្នុងឱកាសពេលនេះយើងខ្ញុំបាទបំណងផលភាវតាការធំមកនេះមានផលភាវតាការនឹងបួក4ថាព្រមទាំងការបណ្ដាការធំនៅក្នុងឱកាសពេលនេះយកខ្ញុំបាទសូមឲ្យលោកវិបាជួយពេញពលល្មិលមើលផងបាទសូមលោកតាជួយជាធម្មតាបន្តថែមបាទសូមអរគុណបាទបើសំណាយជាបានសួស្តីប្រិយមិត្តលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីទំនៀមរៀបអាពាហ៍ពិពាហ៍របស់ខ្មែរយើងកាលពីបុរាណលោកកំណត់ឲ្យប្រារព្ធក្នុងពេល3ថ្ងៃថ្ងៃទី1ហៅថាថ្ងៃចូលរោងថ្ងៃទី2ហៅថាថ្ងៃស៊ីកំណត់ថ្ងៃទី3ហៅថាថ្ងៃសំពះផ្ទុំប៉ុន្តែពិធីទាំង3យ៉ាងនេះបច្ចុប្បន្នយើងប្រារព្ធតែក្នុងពេល2ថ្ងៃប៉ុណ្ណោះថ្ងៃទី1និយមហៅថាថ្ងៃបោះកន្ទេលនិងថ្ងៃទី2គឺថ្ងៃស៊ីស្ពុកនោះឯង
តាមទំនៀមទម្លាប់ពីបុរាណមិននឹងឲ្យកូនកំឡោះចូលរោងជ័យអ្នកសម័យដើមការត្រូវចាត់ឲ្យអ្នកផ្លូវទៅជម្រាបជូនឲ្យសូមអនុញ្ញាតនៅកិច្ចការផ្សេងដល់មេបាខាងស្រីបន្ទាប់មកទៀតត្រូវជម្រាបសូមទីទឹកដីគឺទាំងជើងទឹកនិងជើងគោកសម្រាប់ធ្វើការក្នុងនោះមានសុំព្រៃរកអោសសុំកំប៉ុងដងទឹកសុំដីជីចង្ក្រានសុំសង់រោងផ្កាស្លានិងសុំសង់រានទេវតាជាដើមកិច្ចការទី3គឺសុំសំខ្សែត្រួតចបៃនាំអ្នកសម័យខ្លួននិងភ័ណ្ឌភាគបណ្ដាការចូលរោងមង្គលការវេរៈទី4គឺសុំប្រទេសលោកមេបាដើម្បីនឹងរៀបចំធ្វើពិធីមង្គលការហើយវេរៈទី5គឺសុំឲ្យលោកមេបាប្រមូលញាតិសន្តានអញ្ជើញមកជួបជុំនឹងបានសែនព្រេងដូនតានៅលើសាលាដកសាលាកន្សែងសាលាថងរោងជូនពិសាតាមតំណងនៅក្នុងខស្នើទាំងប៉ុន្មានដែលអ្នកផ្លូវសូមនោះបើមិនមានខុសទាស់នឹងច្បាប់ព្រមទាំងទំនៀមទម្លាប់ទេគឺលោកមេបានឹងអនុញ្ញាតឲ្យដំណើរការបាទថាសុំបោះកន្ទេម្ដងឬមួយទុកពេលវេលាថ្ងៃរសៀលឬមួយយ៉ាងណាលោកតាជួយឲ្យយោបល់បាទចម្លែកបោះកន្ទេបើតាមក្នុងនេះវាទៅតែមានបោះក៏ប៉ុន្តែខ្ញុំឲ្យមិនបាច់ទេបើបោះមកពីកន្ទេស្អាតណាស់ចេញមកបោះសុទ្ធស្អាតណាស់បាទដល់តានេះអីតាជូនជើងប្រែបាទជូនជើងប្រែបណ្ដោយហ៎ជូនជើងប្រែដល់រំណាជូនដល់តាកាញ់រត់ឯងហូបទៅតាកដាលតាហាស្រីកានចាំថាចាក់តាក់យកបានហើយបើចឹងយើងខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងជ្រាបជ្រៅដល់សម្ដេចខ្ញុំសូមឲ្យបួងសួងអើយព្រះគុណខ្ញុំឲ្យដល់អង្គទេវតាខ្ញុំសូមឲ្យបួងសួងអើយព្រះគុណខ្ញុំឲ្យដល់អង្គទេវតាคุณตามความปันเกี่ยวกับตัวการแต่ตัวเจ้าถึงที่ความไม่เข้มยังมันจะมีเกี่ยวกับเรื่องของอะไรที่มาตัวคุยตอนวันนั้นวันนี้เอาให้ใจมันตอนเอาให้เราบ้านเองข้างของเรามีลงชายของเราบ้านไม่บ้านบ้านกันบ้านลงเดินบ้านบ้านตัวเหมือนกันเราท่านเราบ้านเราตัวตัวไปถึงท่านอะไรนั่นเองเราเดินเราไปดูเหมือนตัวเหมือนกันท่านเราบ้านเราตัวก็มองถึงตัวสักตัวถึงก็ให้มองแต่ตัวเราตามkia cô cháu không dân không sân quay của mình tôi phải cô cháu nó đang đi không từng nói trong lòng đi là hô tay của bà សូមលោកងាយយាងមកអើយព្រះគុណខ្ញុំមក
ប្រិយមិត្តលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីទស្សនីយភាពនេះជាពិធីកិច្ចដែលចាស់បុរាណលោកតាក់តែងនឹងឲ្យឈ្មោះថាពិធីសែនក្រុងពាលីនៅពេលសែនពិធីនេះលោកមេបាឬលោកអាចារ្យតែងបង្កប់ឲ្យអ្នកភ្លេងលេងបទកងសោយនិងផ្លូវនារីបទកងសោយទំនុកច្រៀងពីបុរាណមានន័យថាអញ្ជើញទេវតាស្រុកស្រែចំការក្នុងព្រៃលោកផងស្ដេចក្រុងពាលីរិទ្ធីជាច្បងយើងខ្ញុំសូមសងនឹកដល់គុណអ្នកយើងមានមង្គលប្រសើរស័ក្តិសិទ្ធិសូមទឹកដីអ្នករៀបមង្គលការអស់គ្រឿងប្រដាប់សម្រាប់ពលិកាប្រេងឈាមក្រមាយើងរៀបចំថ្វាយបង្អែមចំអាប់សម្រាប់អ្នកថ្លៃសែនអោយសប្បាយអោយកូនយើងផងកាពេលនេះក៏ពុទ្ធសាសនាជួយមកការដែលបានក៏ឆាប់ជាខ្ញុំរៀបរៀងក្រុមព្រៀបបញ្ញត្តិអាហារសម្រាប់ពិសាពិសីបាត់អត់ជាខ្ញុំចូលញាជុំការកូនប្រុសស្រីបីលោកខានឯអង្គសង្ស័យមេត្រីមេតាភ័យយើងខ្ញុំសូមធ្វើពីចម្ងាយដល់គ្រឿងអបិយសូមលោកសយសេតយានីនេះឲ្យហើយលីលីគិតពីក្រោយយើងខ្ញុំធ្វើការក្រែងខកមេត្រាក្រែងពេជ្រក្រែងផ្លយសុខផងសារពើពេជ្រមុខពេជ្រក្រោយសូមណាំយកទៅសាមលោកស្រាបរិយទៅគួយអាហារចំក្រោយនេះណាជាអ្នកខងពុកប្រុសពុកស្រីគូស្វាមីប្រកបដោយស្នេហ៍សូមបានថិតធៀបពវៀនមកអត់មានទៅផងចប់ក្នុងកណ្ដាលឲ្យពូរួចហើយស្រេចចោលលីលាស្បែកទេចេះឆ្នាក់អង្គរាឲ្យពូជាដោយយើងក៏លោកសុំជ័យអងជ័យជូគីស្តាជ័យឆ្នេះហេតុមេជ័យឆ្នេះចង្រៃជ័យឆ្នេះឧបទ្រពអពុកផងឲ្យស្រោមកអសូមអរលោកស្រោមកពីខ្នងអសូមអរលើផាត់អស់អំពីការវិនិច្ឆ័យបានត្រៃចែកចាត់អបកត់ថាទុំឯណោសួសន្តិការសុសំលេភីសុសំបរមីសុសំរតិសុសំយសោសុសសុស្ដីប្រកាសថាសក់ឯណោសុខអើយសិក្សាសុខអស់ភូមិឋានសិក្សាអត់សុខសុខពុកសុខបដាសុខអស់គ្រឹះហេតុប្រកាសថាសុខដូចជាខ្ញុំវិទ្យាសុខពុកសុខបដាសុខដល់គូស្វាមីក្មេងទាំងពីរប្រកាសថាមេណងក៏វាវិជាបន្តសុណាខាងតាំងសុមាកលាសុបវិយតាំងសោតិកាំងសកណោសុមហរតាចសយន្តាំងចារិសពតាភេណាកាយកម្មងវិជាកម្មងបតេកេណាងបតេកេណាងមនោកម្មងបណៃគិកេបតេកេណាបតេកេណានិកាតវានណាបន្តន្តេបតេកេនេសុណាខាខាតយំមុតានាងបាកាហានិវេរណាបរន្តេសាងវិវេណាហន្តវតេសាងអបាតាសួស្តីលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តកំពុងទស្សនានៅកម្រងអនុស្សាវរីយ៍អាពាហ៍ពិពាហ៍ដែលថតនិងអត្ថាធិប្បាយដោយសឿងវីដេអូហើយកិច្ចដែលអស់លោកអ្នកកំពុងទស្សនានេះគឺជាពិធីនិមន្តព្រះសង្ឃសូត្រមន្តប្រោះព្រំប្រសិទ្ធិចម្រើនជោគជ័យសិរីមង្គលដល់គូស្វាមីភរិយាថ្មីព្រមទាំងពិធីអាវិហៈវិវាហៈមង្គលទាំងមូលដោយអំណាចនៃព្រះបរិត្តផលនាពេលនេះសូមសុខសួស្តីជាយមង្គលចូលកើតមានដល់អ្នកទាំងពីរគឺគូស្វាមីភរិយាថ្មីនិងក្រុមគ្រួសារទាំងអស់បានសុខសុភមង្គលគ្រប់ទិវារាត្រីកំបីអខានឡើយ
ปทอประซองโปรแกรมประเทศไทยที่รักรูปละอองก็ได้ประซองโปรโมทโนการวิจัยกันปวดปวดของเองบรรดาพี่ยังบาประสงค์คือสิ่งใดสิ่งนั้นศาสนาแต่ละอัลโลกและกีตาร์ในบาแทนสองข้างเป็นยีทางกูใส่ได้เป็นยีทางกูปลอกได้เพราะเราวิธีนี้คือทางบรรดาพี่ยืนนมัสการทางปรัตนาไตรเต้าคือทางตอนนี้วิธีธรรมะตุ๊กแต่ตอนในอภมาได้เพราะทางการปิดตู้นาฮาไรอย่างเงี้ยแปะทองแปะตัวบานมาตะปากไปตอนนี้เนี่ยหนึ่งก้นเจ้าสมัยโคปราโคใส่ธรรมะตุ๊กเป็นที่หลุดมาบอลช่วยเยี่ยมนุ่มเอาโคปราโคใส่การเจ้าเสกสัมแปะอภมาได้ไปต่อสมาร์ทแปะตอนนี้ก็น่าสัมแปะดอกการสัมแปะก็นะการห่วงlàการห่วงlàไม่trùngการไม่trùng màการไม่trùngเราไอ้ตีแปรเมตตาหามหาคนไกลแปรเมตตาไกลเนี่ยคือเสียสับเสียสับสะสายเทพูนองกายและอันไทยเสียสับทิ้งทับเงยหน้าเมียกาตรงปลายปีศาจของบ้านลุงดอนไทยด็อกบริโภคปรองกรบประสบจิตการได้ชื่อตีรนเป็นคนประมาณตำรองบางรุ่นปีอัดมาเนี่ยมันจึงได้เนี่ยเตะอังเพลิงปรับเปิลทีวีเซสอัพมุมมองดาวดัดกรองเรียอยู่นักเกิดยีสักสักจึงได้เนี่ยกรองโจรวอกยกองตัววอกเปิดตะเกียบมาง่ายอยู่ดังเริงอัดเจียสบายคือนักได้นอกยังมีงานกองปงสำราญลงล็อกสักสางกันดาสักเยียขยมจุ่มตัวขัดเนี่ยนี่มันกรอกละประวานลูกติดทองปรากฏเวลาเจริญเลือใครมหาสมุทรจิตโจเจริญเลือปุปเตสมัยเหนาปรากฏในห้าวในเอกอนันต์ป้าพงษาพอพอต้นกุยนโกนโกตังตีกระโซขมาโตวีเดี๋ยวโซดักของเจ้าเจ้าไอ้สเปรย์ผมมาได้ไปลองทีจังกะทาวิทยาตีนี้ทาลองวิทยาตีเอาพวกมาได้ทาเป็นนิโกจังปีนั้นขมาโตเขาเอาพวกมาได้ทาบ้านตกดักโกนปรับโกใส่เรียนกูสกอสวางในไผ่เยี่ยมตาเมียนแปะเอาไว้แปลงดังแล้วจังสนามเอาพวกมาได้ดังไปก็ดังไปไงพวกมาได้คุณเมนหัวหน้าตัวของคัดข้อของhai cái phần đất là mấy ở rõ muốn rồi mấy ở nó kia là bạn sẽ lấy sót cái cho bạn thì ngày con tôi muốn luôn á hai trăm là cũng mơจะเป็นเวลาหนึ่งก็การบอกคุณประคุณไปยงจับปีนี่ยงโปสู้จุยโปตอนปูนจับปีจุดแต่ปดแต่กันโปแต่ไม้บนประการคืออายุวันนักสงครามวันละไว้เคลียร์เลย ส่งออกเปิดมาโอเคไปมาทางนี้กระทูกอะไรกระทูไอ้ไฟกระต่อตื่นใจส่งออกเปิดไอ้ยืนหวันเนาะสาธุเตเจียมไปพิธาเราเดินตามไปไงเสียไอ้เดินจิตไงผมบนโดยใครบอกให้ไอ้กรมครัวซาบอกโลกตาการนั่งโลกกรมครัวซาโลกเราเมียเราคงใครประโยชน์อะไรกับบ้านจอมตกตักเดียวกูครอบครัวเสมีกูสกอสวาไม่ไปเยี่ยมไม่ให้น่าหอยยิ่งยังกับโลกกงโกเราถูกซาสับตุนเป็นแปลงนาไตรเอาพวกเพลงได้เปรียบพวกดำได้ดำโปรแกรมตุนเจียวบอลไม่ลิงแปรโซแปรเป็นแปรจางแปรเกแปรกดแปรหอมแปรซอมแปรสาวแปรกดแปรในโลกต่างโลกแรกญาตาอันตรงในการแจกตัวปลาแปรปุกแปรสองแรกญาตาโลกแรกสาธิท่านด้านเอาเลยวิจัยนิเรศโลกยุยจิ๋วตัวสักเซตัวสมัยตัวแตงปีทางการทำพาติดตัวพวกติดตาโซเอาโลกการสักเซสสลายส่วนในจีแมงกอลสองเมตรเกินยันเอากุศลไม่แตงปีจิ๋วเซกระทรวงไปตรอยอโปโอเจสลายส่วนในจิ๋วเซกระทรวงอโปเจสลายวิญญาณเราเกินยันเราคุมพระโพสลายจิ๋วเซกระทรวงเอาเนื้อพวกเราเราอดอาศัยเป็นเป็นภาษายงเล็กเป็นแทนโบราณเป็นเนี่ยเป็นตัวเพื่อเนี่ยโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะสัพเพกัมเมจรูปเปติสักกะตะเลจันตะเลขิเมเนติเปะเรจิเกเมตะโอละกะหันเนเอหะวะตุกะเตเตภูเมจายันปุเตเวจันตะลวิสเมยะทัตตะปะเนเกตันทันตาสัตตะเกยังเนโรจนะสาธุโมเมสนังโตขอเมสวรรณกาโลอัญญังปุตตังตังขอเมสวรรณกาโลอัญญังปุตตังตังขอเมสวรรณกาโลอัญญังปุตตังตังตัวมุตเรเดี๋ยวคุยจะดักข้างคือทุกแก้วสิตังไปเปียยะสัมปัสสัมปันติสันเตยะสัมปะโลกวิเนสัยปะรันตังโต
เกสังเกสารนังเกจามิพุทเถอัตถเวสัยจักเวตสัยจะสาสะเกปัญจสัตสาสานินามิเมเสสังเตสังกัมมัญจะสังไขจาตาเลนินามิเมนามการะโนภิเวนะอันตวาสาเปโรปาตเวอเนกาอันตริยาเปเวเนสันตาเสสตาสังกาสันเตจัตตาเกสารณสารณะเอทาโลกันตะเรเวียบุมเมียจะเตเวียกนกนกานาเยวนาสาปกาลังเอเตอายันโตเตเวียวลกนกนาเยเวโรเยเยวสันตาสันตาสันตาสะเอตงวเนวาวัจนังโสตเมกังสะเมกังสะเปโสยากาวะเลโสยาคาเทเวียจะพรหมโนยังอมะเอกตังปัญญังสัพพะสัมปะเตสาทุกังสะเปตังอนุโมเตตวาสัมมากิยสาสเนอตาปะมาดาโรดาอัตตาราคะสวิเศษโตสาสนังเปญโลกัสสะวัยเตเทวันโตสัพพะติยสาสนังเปญโลกัญจเตเวียเรขันโตสัพพะติยโสทังขันโตสุขัยสัพเพปะริมาเรอันตโนอนัยยะสมเนยอันโตสัพเพเยเตเปยังจักเวียตสเวสาเนจันตยังสุสเตวะกาเจรสังจันตยังนาเปเนวะเจียนังสเมกะเนเจกาวาลสาเสสุเยนะตันตะกังกาลังโกโลหะลังเจียตังเยวะพรหมเนเวสนัยยังโลกะเนียโตเอเสเสสาปะปะปะปิเดียสนังยังโสตวาสัมปะตองเกมันจันตาสังเกยนาเรียเอวะเมตตโนเปตังเมกะลันตังเยนะเมยันโตโหติยะโมเลสังยังยังนันเทวะตนะเอวังควังวิจยาวิจยาสาจยเมกะเลอะปะราเจตปะลังเกไสเสปัตตวิปงกะเลอภิเสเกสัมปะปันติยนังอังกาปะโตโมตัสสะสนากาตังโสเมกะเลสุภพิยตังโสติตังสุขันโนสมันตาจะสยันตังพรหมจาริสุปเตเกนังกายกรรมังเวจากรรมังปเตเกนังปเตเกนังมโนกรรมังปนัยทิเตปเตเกนะปเตเกนะนิกาตวานะละปันตังเตปเตเกเนอันโตกะโพตานังปะปะหานิเวียปะนะปะระตัสสะโนเวียเวนะหันตวาเตสังโนปะเตเวสาอุตตมะเกนะวันเตหังปันตะแปงสงวรันตะแมงปุนเตโยคริตาตุสะปุนตุขมตุตังมะมังอันเตเกตวะเวทยงสัพเพโลกัมมะเยสันตาจีวันตาโรเอตุกัมมะนัญญังพุทธนังอเทตสาเต จูนสนัสนองนิรันดร์เรียง
សម្រាប់គុំទៅបដងស្តាខែទៅពុកម្ដាយបាទគេគឺអលង្ការទូរៀនអសូមក្រែមហៅអរគុណអានគេមិនពីទូអានឡាយទៅទៅទៅបាទសូមទូទីទូទៅពីគេក៏គេទូទៅបាទតាមទូទៅពីពុំពីទៅជាហើយសូមទីអរគុណទូទៅដំរីហើយភ្លុកចកអើយអមៀងបងហើយបងមកអើ ប្រិយមិត្តលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីក្នុងមង្គលការនីមួយយើងតែងប្រទះឃើញនៅពិធីកិច្ចមួយដែលឲ្យឈ្មោះថាពិធីកាត់ផ្កាស្លាទៀតផងអញ្ចឹងពិធីនោះមានអត្ថន័យយ៉ាងណាចុះហេតុអ្វីក្នុងមង្គលការគេមិនយកផ្កាដែលល្អស្អាតធ្វើជានិមិត្តរូបបែរទៅយកផ្កាស្លាទៅវិញជាការពិតណាស់នៅលើโลกនេះខ្វះអ្វីផ្កាស្រស់ល្អក្រអូបស្ងុយស្ងប់ប៉ុន្តែបែរទៅយកផ្កាស្លាទៅវិញបញ្ហានេះជាប់ទាក់ទងនឹងដំណើររឿងយ៉ាងសង្ខេបដូចតទៅកាលពីបុរាណកាលនៅនគរកតសិលាមានបុរស4នាក់ជាមិត្តនឹងគ្នារៀនក្នុងសំណាក់អាចារ្យតែមួយបុរសទាំង4នោះសិតសឹងរៀនបាល់សិលសាស្ត្រវិជ្ជាយ៉ាងខ្លាំងពូកែរៀងខ្លួនបុរសទី1ប៉ិនប្រសពខាងទូទាយបុរសទី2ប៉ិនប្រសពខាងបាញ់ធ្នូបុរសទី3ប៉ិនប្រសពខាងមុជទឹកឯបុរសទី4ប៉ិនប្រសពខាងជប់មនុស្សដែលស្លាប់ឲ្យរស់ឡើងវិញក្រោយពេលរៀនចេះចប់គ្រប់មុខវិជ្ជាហើយបុរសទាំង4ក៏ថ្វាយបង្គំសូមលាគ្រូទៅស្រុកកំណើតរបស់ខ្លួនវិញតាមផ្លូវវិលមកផ្ទះបុរសទី1ដែលពូកែខាងទូទាយបានទាយថាក្នុងបន្តិចនេះទៀតនឹងមានសត្វឥន្ទ្រីមួយឆក់យកបរិជ្ជបត្រីហើកាត់ទីនេះគ្រាន់តែនិយាយចប់ភ្លាមស្រាប់តែមានសត្វឥន្ទ្រីមួយហើកាត់ទីនេះមែនបុរសទី2ដែលពូកែខាងបាញ់ធ្នូនោះឃើញដូច្នោះក៏លើកធ្នូឡើងបាញ់ចំស្លាប់ឥន្ទ្រីត្រូវរបួសក៏ទម្លាក់បរិជ្ជបត្រីចុះទៅកណ្ដាលមហាសមុទ្របុរសទី3ប៉ិនប្រសពខាងមិចទឹកក៏លោតចុះទៅសមុទ្រស្រង់ព្រះនាងឡើងប៉ុន្តែឡើងមកដល់ច្រាំងព្រះនាងបាត់បង់ជីវិតទៅហើយឃើញដូច្នោះបុរសទី4ដែលប៉ិនប្រសពខាងជប់នោះក៏ប្រើសោសាវិជ្ជាឲ្យព្រះនាងរស់ឡើងវិញបន្ទាប់មកបុរសទាំង4ក៏នាំព្រះរាជបុត្រីកលព្រះមហាក្សត្រប៉ុន្តែរឿងចម្លោះមួយបានកើតឡើងក្រោយពេលព្រះមហាក្សត្រមានបំណងលើកព្រះរាជបុត្រីក្នុងចំណោមបុរសទាំង4នោះបុរសទាំង4អ្នកណាក៏ដណ្ដើមថាខ្លួនជាអ្នកមានគុណធ្ងន់ហើយចង់បានព្រះនាងធ្វើជាភរិយារៀងខ្លួនប៉ុន្តែទីបំផុតព្រះមហាក្សត្រក៏សម្រេចចិត្តរៀបអភិសេករាជបុត្រីឲ្យបុរសទី3ដែលពូកែខាងមួយទឹកត្បិតអីគេជាអ្នកប៉ះពាល់ឲ្យប្រសោព្រះនាងមុនគេចំណែកឯអ្នកទាំង3នោះក៏ជាអ្នកមានគុណចំពោះព្រះរាជបុត្រីដែរបុរសទី1ដែលចេះទុទាយទុកដូចជាឪពុកអ្នកទី4ចេះជប់ទុកដូចជាម្ដាយឯអ្នកទី2ចេះបាញ់ធ្នូទុកដូចជាបងដើម្បីរំលឹកនឹកគុណដល់បុរសទាំង3
ដែលមានគុណទុកដូចជាឪពុកម្ដាយនិងបងនោះក្នុងពិធីអភិសេកព្រះមហាក្សត្របង្កប់ឲ្យគេត្រូវមានផ្កាស្លា3បាច់បាច់ទី1សម្រាប់ជូនឪពុកបាច់ទី2ជូនម្ដាយនិងបាច់ទី3ជូនបងព្រះថោងគឺជាព្រះបឋមមហាក្សត្រខ្មែរកាលដែលទ្រង់បានជាធំលើដែនដីកោះគោកធ្លុងហើយទ្រង់នាំសេនាចុះទៅក្រសាលើភ្នូខ្សាច់នាឈូងសមុទ្រនៃកោះលុះដល់ពេលទឹកជោទ្រង់ឡើងមកវិញពុំទាន់ទ្រង់ក៏ផ្ទុំនៅលើកោះនោះចាំទឹកនេះទៅវិញវេលាពាក់កណ្ដាលអត្រានាងបុត្រីស្ដេចនេះបាននាំបរិវារមកនិមិត្តខ្លួនជាស្រីមនុស្សមកក្រសាលនៅទីនេះដែរព្រះថោងសពប្រតិទ្រង់ចូលទៅលំនាងថាចាំទៅទូលព្រះបិតាសិនកាលបើព្រះបិតាបានទ្រង់អនុញ្ញាតឲ្យនាងនាំព្រះថោងទៅកាន់និពិភពហើយនាងក៏ឲ្យព្រះថោងតោងជាស្បៃនាងចូលទៅទើបចូលទៅបានទៅដល់ហើយស្ដេចនាងក៏បានរៀបចំអភិសេកផ្សំផ្គុំព្រះថោងនឹងនាងនេះឲ្យជាស្វាមីជាអគ្គមហេសីហើយឲ្យត្រឡប់មកគ្រប់គ្រងនគរភ្នំគឺនគរគោកធ្លុងដែលជានគរខ្មែរដំបូងវិញដំណរពីនោះមកអ្នកស្រុកទាំងពួងវេលាធ្វើមង្គលការគេប្រគំភ្លេងបទប្រថោងនាគពាន់និងពេលសំពះរួចគេឲ្យកូនប្រុសតោងជាស្បៃកូនស្រីចូលបន្ទប់ជាប់ជាប្រពៃណីជារៀងរៀបដរាបរហូតមកដល់សប្តាហ៍ថ្ងៃនេះសំណាងជាងគេបានមាសមេធ្វើប្រពន្ធបងថ្ងៃនេះរំភើបកន្លងចង់ว่าបេះដូងលូនខំធម្មតាសំណាងជាងគេព្រោះតែថ្ងៃនេះទទួលបានការស្លាសំដូចសេចក្តីប្រាថ្នាអូននឹងរៀបការជាមួយនឹងបងមនុស្សដែលអូនពេញចិត្តសូមអរគុណនិស័យដែលជួយដឹកដៃឲ្យយើងជួបចិត្តសូមអរគុណត្រង់លេខិនផ្ដល់ស្នេហាពិនដល់យើងទាំងថ្ងៃរៀបការសូមយ៉ាងនឹងមេឃដីធ្វើឲ្យស្រីមានក្តីសុខជាងគេសូមសន្យាថាពួកយើងទាំងពីរនាក់មិនបែកគ្នាទេមិនចោលក្តីស្នេហ៍បែកគ្នារៀងរហូតសំណាងជាងគេបានមាសមេធ្វើប្រពន្ធបងថ្ងៃនេះរំភើបកន្លងចង់ว่าបេះដូងលូនខំធម្មតាសំណាងជាងគេព្រោះតែថ្ងៃនេះទទួលបានការស្លាសំដូចសេចក្តីប្រាថ្នាអូននឹងរៀបការជាមួយនឹងបងមនុស្សដែលអូនពេញចិត្ត
ដែលជួយដឹកដៃឲ្យយើងជួបជិត សូមអរគុណព្រមលេខិនផ្ដល់ស្នេហាពិនដល់យើងទាំងអស់ ថ្ងៃរៀបការសន្យានឹងមេឃដីធ្វើឲ្យស្រីមានក្តីសុខជាងគេសូមសន្យាថាពួកយើងទាំងពីរនាក់មិនបែកគ្នាទេមិនចោលក្តីស្នេហ៍បែកគ្នារៀងរហូត
ดตอนสู้ระยีหายเรียรีได้ก็บังบอกตั้งแต่ปีมองการมองรบกูสองสามันบ้านจวบจูเอาแม่บอกเอ้ยบ้านจวบหายเพลงปอบก่อนเพลงกูตั้งแต่ปีมองจวบโอนตาตกโกนโกรธจะเป็นเอารา
ប្រិយមិត្តលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីក្រោយមួយរាត្រីសម្រាប់កាយទៅតែទៀបភ្លឺមង្គលការរបស់យើងមានពិធីកិច្ចមួយទៀតហើយពិធីនេះខ្មែរយើងនិយមហៅថាពិធីសំពះព្រះអាទិត្យពិធីសំពះព្រះអាទិត្យដែលយើងនិយមហៅតាមពិតគឺពិធីយកពេលលានឹងឯងតាមបុរាណអាចារ្យខ្មែរយើងពេលលាគឺជាពេលវេលាប្រកបដោយនក្ខត្តរិទ្ធមានសេរីសួស្តីជ័យមង្គលសម្រាប់គូស្វាមីភរិយាថ្មីហើយពេលលានេះលោកចែកចេញជា4យ៉ាងគឺពេលលាស័ព្ទសំដៅយកពេលរំលងអាធ្រាត្ររហូតដល់ម៉ោង4កន្លះពេលលាស័ព្ទអប្សរសំដៅយកពេលមើលអញ្ចាញដៃឃើញពេលលាព្រះច័ន្ទពេញវងឬព្រះអាទិត្យពេញវងនិងពេលលាចន្ទឆាយាសំដៅយកពេលថ្ងៃត្រង់ការជ្រើសរើសពេលលាឲ្យគូស្វាមីនីមួយគឺត្រូវយកតាមអាយុឬតាមថ្ងៃខែជាដើមប៉ុន្តែតាមការនិយមសពថ្ងៃក្នុងមង្គលការគេច្រើនតែយកពេលលានាពេលព្រឹកព្រលឹមពេលព្រះអាទិត្យចាប់ផ្ដើមបញ្ចេញរស្មីឲ្យថ្ងៃថ្មីមួយបានចាប់ផ្ដើមព្រោះតែដូច្នោះហើយទើបពិធីយកពេលលាត្រូវគេហៅជាប់ថាពិធីសំពះព្រះអាទិត្យវិញតាមទម្លាប់ពេលទៀបភ្លឺលោកអាចារ្យឲ្យក្រាលកន្ទេលនៅខាងមុខប្រទេសបែរមុខទៅទិសខាងកើតគឺជាទិសព្រះអាទិត្យរៀងរះហើយមានឲ្យរៀបបាយសីស្លាធម៌គ្រឿងដង្វាយផ្លែឈើនំនេកនិងភ្ញីផ្កាផ្សេងពេលព្រះអាទិត្យរៀងរះលោកអាចារ្យនាំកូនប្រុសថ្វាយបង្គំព្រះរតនត្រ័យរួចឲ្យកូនប្រុសទន្ទិញធម៌តាំងចិត្តឲ្យបរិសុទ្ធអាចារ្យសូត្រធម៌ផ្សំផ្នត់ឲ្យមានលក្ខណៈល្អប្រពៃលុះវេលាដល់ហើយអាចារ្យឲ្យវៃគួងជាសញ្ញាថាសិរីសួស្តីសុភមង្គលបានកើតមានដល់គូស្វាមីភរិយាថ្មីសរុបសេចក្តីទៅពិធីសំពះព្រះអាទិត្យគឺជាពិធីសំពះយកពេលវេលាដែលមានជោគជ័យសម្រាប់គូស្វាមីភរិយាថ្មីចាប់ពីពេលនេះវេលានេះអ្នកទាំងពីរបានគ្នាជាស្វាមីភរិយាហើយទេវតានឹងប្រទានពរជ័យឲ្យគូស្នេហ៍ថ្មីនេះបានសុខសុភមង្គលជាអមតៈសម្បទេវតាសម្បសង្ឃានភិវេនសធាសោភ័យភវន្តកេណាខន្តយមកពោតានាងបាបាកហានិវេរណាបរតេសានភិវេនអន្វាទេសាងឧបកវេអាចុំតែគាត់ថាទៅបីអស់តែគេយ៉ាបាត់នឹងឲ្យចាំហៅពុកដៃចោលដែរពេលលោករៀនចាំយកបាទនៅក្នុងកាហ្វេនេះត្រូវជាថ្ងៃ10រោចខែបោដែលត្រូវឆ្នាំវកអត្តស័កពុទ្ធសករាជ2560ដែលនៅក្នុងកាហ្វេនេះត្រូវជាថ្ងៃ22 ខែមករាឆ្នាំ2017ក្នុងក្រុមគ្រួសាររបស់លោកតាតាកបាងរៀបចំពិធីមង្គលការដល់កូនប្រុសកូនស្រីសន្តិចាំពីបារមីនេះព្រះសូរប្រាក់ទឹកប្រាក់ចាំប្រាំងគាប្រាប់ប្រហោប្រសិទ្ធភាសាអរុបរៈអ្នកតាអិនគុំនិមកាចាស់ទៅរបស់ប្រពន្ធប្រសះអរិយអ្នកតានៅភូស័ក្តិសិទ្ធទូជាបារមីនេះឪពុកព្រាមម្ដាយព្រាមឪពុកដើមម្ដាយដើមព្រមទាំងសួងសុខហងបើសុខឲ្យជាមន្តលហើយចឹងប្រាយ
គេធ្លាប់និយាយថាពិភពលោកនេះប្រសិនជាគ្មានសេចក្តីស្នេហាទេគឺព្រះអាទិត្យនឹងអាប់អស់រស្មីលែងមានពន្លឺទៀតហើយត្បិតអីសេចក្តីស្នេហាគឺជាសច្ចធម៌ជាដង្ហើមរស់របស់មនុស្សគ្រប់រូបគ្រប់សម័យកាលជោគជ័យតែងចូលទៅរកមនុស្សមានសេចក្តីព្យាយាមឃ្លាវខ្លាបាក់សីមិនក៏បីហើរទៅបានដោយស្លាប់តែម្ខាងទេយ៉ាងណាមិញប្រេងវាសនាបើមិនមានការព្យាយាមក៏រមីមិនសម្រេចបានដែរការតស៊ូរបស់បងនិងការងារដ៏ខ្ពង់ខ្ពស់របស់អូនទីបំផុតពន្លឺនៃសុភមង្គលក៏បានត្រូវចាប់ផ្ដើមរះលើត្បូងស្នេហ៍របស់យើងឧបសគ្គទាំងឡាយត្រូវបញ្ចប់នៅក្រោមស្នូលចង្វាក់ដែលលោតស្មើគ្នានៃយើងទាំងពីរពីថ្ងៃនេះទៅស្នេហាយើងរស់រហូតរាប់ពាន់ឆ្នាំហើយជីវិតពិតប្រាកដរបស់យើងបានចាប់ផ្ដើមវិញហើយទេពអប្សរពីមុនគ្រាន់តែលួចមើលក្នុងសុបិនឥឡូវคล้ายមកជាការពិតក្នុងរបងដៃរបស់បងមួយជីវិតនេះគ្មានអ្វីធ្វើឲ្យបងរីករាយយ៉ាងពេលនេះទៀតទេហើយក៏គ្មានអ្វីនៅក្រោមមេឃលើដីនេះមានសារៈសំខាន់សម្រាប់បងទៀតដែរគឺមានតែអូនម្នាក់នឹងឯងសាធុលោកយាយខ្ញុំបាទប្រសូមជម្រាបទៅដល់អស់លោកអ្នកទីតាំងបាចេខានតែគាត់បានទម្លុះគេទម្លេខានប្រកាន់លោកខាងមកហើយជាយូរយាមដេកក្រែងជាលោកក៏បានជ្រាបថាក្រុមគ្រួសាររបស់លោកតាតាមវិធីខលក្បាលរៀបចំទុកដាក់លោកព្រៃប្រទេសស្រីជាទៅបីបនមេទៅទៀតដល់ចាប់ដល់ចាស់ស្រីចាប់តែពេលតាយណាអោជាដើមស្រីដើមមកដល់តោណាស្រីណាអានេះបានថាពេលនេះបដិប្រពន្ធយើងមានសិទ្ធិស្មើគ្នាណាដូចជាគូប្រោទីខ្លហើយព្រោះតែយើងចេះដឹងដែរស្រឡាញ់គ្នាជួយថ្នាក់ជួយខ្នែគ្នាជួយចាក់ពីរដងណាគ្រប់ម្ដងគ្រប់ពីរដងចឹងបាទហើយទៅសំតាំងស្លានឹងមលូជាគូនឹងគ្នាបងនឹងពំងារគូមួយជីវិតពីថ្ងៃនេះទៅយើងចាប់ដៃគ្នាស្វាមីភរិយាចិត្តស្មោះសរសុភមង្គលក្នុងគុណធម៌រុងរឿងស្ថាពរភ្លឺចិញ្ចែងបីដូចពន្លឺព្រះចន្ទ្រារះលើមេឃាយ៉ាងជាក់ស្ដែង
សូរសែងត្រចេះជានិរន្តរ៍ เ
ឆ្ងាយទៅរងស៊ីមានបានមានទ្រព្យកងនៅត្រកុំត្រកាលតកូនតចៅជីវិតរស់នៅមានសេរីរៀងអើយសូមជូនពរសូមជូនពរប្រិយមិត្តលោកស្រីអ្នកនាងកញ្ញាកំពុងទស្សនានៅទស្សនវិជ្ជាភ្ញៀវកិត្តិយសជិតឆ្ងាយអញ្ជើញមកចូលរួមក្នុងមង្គលការយ៉ាងកកកអ្នកណាក៏ស្លៀកពាក់យ៉ាងស្រស់សង្ហាមុខមាត់ញញឹមប្រំប្រៃជំនួសឲ្យសម្ដីជូនពរឲ្យគូស្វាមីភរិយាថ្មីរួមរស់ជាមួយគ្នាបានសុខសុភមង្គលជារៀងរហូតទៅតំណាងឲ្យក្រុមគ្រួសារជាពិសេសគឺគូស្វាមីភរិយាថ្មីយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស្រីអ្នកនាងកញ្ញាប្រិយមិត្តញោមញាតិជិតឆ្ងាយទាំងអស់ដែលបានឆ្លៀតពេលចំណាយវេលាយ៉ាងមានតម្លៃអញ្ជើញមកចូលរួមឧបត្ថម្ភញ៉ាំងឲ្យមង្គលការរបស់យើងកាន់តែមានភាពកុះករសប្បាយរីករាយជាប៉ុនពេកសូមជូនពរដល់គូស្វាមីទាំងរយាថ្មងថ្មីសូមឲ្យមានសេរីមានជោគជ័យសប្បាយចិត្តសូមជូនពរសូមជូនពរសូមជូនពរដល់គូស្វាមីទាំងរយាថ្មងថ្មីសូមឲ្យមានសេរីមានជោគជ័យសប្បាយចិត្តយើងខ្ញុំសូមប្រសិទ្ធពរជោគបបរដល់គូស្វាមីភរិយាល្អស្រស់ប្រំប្រៃសូមមានសេរីគង់គង់ជ្រាងអង្គគ្រប់មាសត្រូវជំងឺទាំងឡាយឃ្លាតឆ្ងាយទៅរងស៊ីមានបានមានទ្រព្យគង់នៅត្រកុំត្រកាលតកូនតចៅជីវិតរស់នៅមានសេរីរៀងអើយសូមជូនពរសូមជូនពរសូមជូនពរឪពុកម្ដាយប្រុងស្រីសូមសម្រេចជោគជ័យទទួលចំណងដៃចៅប្រុងស្រីរូបឆោមល្អសូមជូនពរសូមជូនពរសូមជូនពរឪពុកម្ដាយប្រុងស្រីសូមសម្រេចជោគជ័យទទួលចំណងដៃចៅប្រុងស្រីរូបឆោមល្អមើលកូនក្រមុំស្រងដូចជាទេពធីតាបងតែងកាយាក្នុងនាមកូនកំឡុងរូបអូនជាកូនក្រមុំល្អឥតខ្ចង់សមនឹងសមរងនិស័យស្រីពីសុគីមួយតងជាអនុសាដែលផ្ដល់កិត្តិយសពិសាភោជនីអាស្រងស្រាយចិន្តាជូនពរសេរី
យសំពាំងញាតមិនពូមីងប្អូនបងជូនផ្កាមួយតងជាអានុសាដែលផ្ដល់គេទីវងពិសាភោជនាស្រង់ស្រាយចិន្តាជូនពរសេរីមួយលោកអូរ៉ាឬអាធិកថាម្លោះហើយឃើញថាក្រុមគ្រួសារយើងខ្ញុំបានជំរឿនខ្ញុំថ្ងៃ10 ខែបងនេះឯងសម្រាប់គោរពធ្វើពិធីមង្គលការឲ្យកូនស្រីរបស់យើងខ្ញុំលីវថេកំផាជាកូនស្រីរបស់លោកតាលីវភឿងនិងគីមថៃខួងហៅថាខននៅ780ស្រាក់7ផ្លូវតូចទឹកខាងខំអនុសង្កាត់3អនុសង្កាត់5ទីរួមខេត្តសង្កាត់រៀបការជាមួយយើងយ៉ាងជាកូនប្រុសប្អូនរបស់លោកញ៉ែយើងយើងនឹងមីថៃយើងនៅអបបាកុងភ័យសាងាំងយឿវាហងយើងខេត្តតាក់លីដូច្នេះតាំងពីពេលនេះតទៅកំផាយើងយ៉ាងជាគូវាសនាសូមអស់ញីតាពូមីងអ៊ីអ៊ំប្រុសស្រីក្រមុំជួយជាស័ក្តិសិទ្ធិយើងខ្ញុំតាំងពីជាប្រពន្ធប្តីរកស្មាក់មន្ត្រីលោកជីវិតស័យសុខដល់មកយ៉ាងខាប់ដែរខ្ញុំកាត់ទៅយុទ្ធទាំងអស់ទីទីក្រុមក្រុមគ្រួសារយើងខ្ញុំបានកំណត់សម្គាល់ថាអស់លោកអស់អ្នកបានអ្នកបងនៅពេលវេលាដ៏មានតម្លៃចំណែកនៅការរំបាត់គ្រប់យ៉ាងនេះជាសក្ខីភាពមួយស្ដែងក្នុងការរំបាត់អស់ពីដួងហារតីនៃជីវិតជូនដល់ក្រុមគ្រួសារយើងខ្ញុំបានអញ្ចឹងសូមឲ្យសម័យខ្លួនតាំងពីដើម្បីបរិបដល់ភ្ញៀវពីប្របាទបរិបដល់ពីដល់ភ្ញៀវកតញ្ញូក្នុងគិទីក្រុមគ្រួសារយើងខ្ញុំបានមកពេញទួនាទីជាមេត្តាបិតាជាពិសេសដែលបានជំនួសពុករបស់អស់លោកអ្នកនេះជាកត្តាមួយជាជំរិតទឹកចិត្តនៃយើងខ្ញុំឲ្យសែនរីករាយជាភ័យយោភាពយើងខ្ញុំស្ដាយណាស់ស្ដាយព្រមបានលះដណ្ដើមអស់ពីមនុស្សសេចក្ដីណានៃយើងខ្ញុំជួនទៅដល់អស់លោកអ្នកតែដើមគ្នាខ្ញុំសប្រាប់ពីនេះនៅពាក្យថាមិនភ្លេចគឺមិនភ្លេចអ្វីក្នុងទីនេះដែលអស់លោកអ្នកបានដល់ក្រុមគ្រួសារយើងខ្ញុំបានយើងខ្ញុំបានក៏សូមជំនួសមុខឲ្យវាយើងវិជ្ជករសហគេហជននិងសូមផ្លែងអំណរអរគុណយ៉ាងកែភេរភាពនិងចាស់ឆ្នាំសកលនេះចិត្តចង់ក្នុងបដូរយើងខ្ញុំគ្រប់ទិដ្ឋទីវីរត្រីជាពិសេសយើងខ្ញុំធ្វើខាងតែអភ័យទោសអំពីសំណាក់ញាតិយើងក៏ទៅយកគ្រប់វិជ្ជថាដែលបានទទួលរាក់អ្នកមិនដល់ក្តីសូមមេត្តាអភ័យទោសផងបាទពេលវេលាគេហៅថានៅជប់តែសំណាងល្អនិងពុទ្ធពរទាំងពុទ្ធបការរបស់ទេវតាឆ្នាំថ្មីក៏ជួយបីបាច់ថែរក្សានៃក្រុមគ្រួសាររបស់អស់លោកអ្នកជប់តែសំណាងល្អនិងពុទ្ធពរទាំងពុទ្ធបការគឺអាយុវណ្ណៈសុខៈផលៈដើម្បីអបអរសាទរគូស្វាមីម្ដងទៀតបាទ
មិនស្រវឹងនឹង